ប្រតិកម្មជាមួយនឹងអាកាសធាតុនិងកម្ដៅថ្ងៃពូលមិនបាននេះយើងមិនតក៏មិនអាចចល័តបានឆ្ងាយបានដែរ because this is a bit risky and movement we cannot do it ការខូចខាតបើយើងវិតម្លៃរួមហើយចូល 80% ហើយបាទ 80% នៃការខូចខាតនៃប្រាសាទរបស់យើងព្រោះវាពិបាកណាស់ព្រោះពេលមុនផលប៉ះពាល់គឺយើងបាន survey យើងបានរៀបចំចងក្រងទិន្នន័យឯកសារគ្រប់គ្រាន់ក្នុងការរៀបចំធ្វើការជួសជុលត្រឡប់ទៅវិញក៏ប៉ុន្តែក្នុងរយៈពេលដែលផ្ទុះអាវុធនេះដែលគាត់បំផ្លាញប្រាសាទរបស់វាយើងនេះឥឡូវនឹងធ្វើឲ្យយើងពិបាក If you want to know about the information or report something like that you can scan this QR code I have on the temple along the temple around the hut ក្នុងការជួសជុលមែនតើគិតពីពិបាកមែនតើកន្លែងខ្លះ structure មួយចំនួនរចនាសម្ព័ន្ធប្រាសាទមួយចំនួនគឺកលនឹងរលំហើយឥឡូវយើងអ្នកជំនាញការបច្ចេកទេសទៅលើការជួសជុលហ្នឹងគឺវាតម្លៃហើយថាក្នុងពេលរដូវភ្លៀងខាងមុខនេះប្រហែលជាអាចមានកន្លែងមួយចំនួននឹងរលំធ្លាក់បាទ Okay. Like bánh bột màu rồi bánh bột chua màu bột chua này